ថ្ងៃនេះថ្ងៃទី7ខែធ្នូឆ្នាំ2025ខ្ញុំបាទសូមលើកយកព័ត៌មានមួយពាក់ព័ន្ធនឹងល្បែងស៊ីសងទៀតហើយថាតើលោកហេងអ៊ុងអធិការស្រុកកែវសីមានិងលោកឧត្តមសេនីយ៍តូឡាវសុខាស្នងការខេត្តបានដឹងដែរឬទេថាទីតាំងល្បែងស៊ីសងជលមន់និងអាប៉ោងកំពុងប្រព្រឹត្តទៅយ៉ាងរលូននៅចំណុចចំការកៅស៊ូក្នុងភូមិឆ្នែងខេត្តមណ្ឌលគិរីទីតាំងសង្វៀនជលមន់និងអាប៉ោងមួយកន្លែងនៅចំណុចចំការកៅស៊ូក្នុងភូមិឆ្នែងឃុំស្រែខ្ទុំស្រុកកៅសីមាកំពុងបើកដំណើរការទៅយ៉ាងរលូននិងប្រមូលផ្ដុំក្រុមញៀនល្បែងមកគ្រប់ទិសទីចូលទៅចាក់ភ្នាល់ដោយសេរីខណៈលោកហេងអ៊ួងអធិការស្រុកនិងលោកឧត្តមសេនីយ៍តូឡាវសុខាស្នងការខេត្តមិនមានចំណាត់ការក្នុងការបង្ក្រាបទល់តែសោះនោះបើយោងទៅតាមប្រភពពីក្រមអ្នកញៀនល្បែងបានខ្សឹបដាក់ត្រចៀកថាទីតាំងសង្វៀនជលមន់និងអាប៉ោងខ្នាតយក្សនៅក្នុងចំណុចចំការកៅស៊ូឃុំខាងលើបើកលេងស្ទើរតែរាល់ថ្ងៃនិងមានសុវត្ថិភាពបំផុតសូម្បីតែសុវត្ថិកិច្ចក្នុងស្រុកខេត្តមិនដែលមកក្បែរដែរព្រោះមានអ្នករត់ការត្រឹមត្រូវហើយជលមន់មួយគូចាប់ពី3លានរៀលទៅ20លានរៀលឯណោះនេះអាចបញ្ជាក់ឲ្យឃើញថាខ្មោចស្រុកមិនឲ្យដែរខ្មោចព្រៃក៏មិនហ៊ានចូលដែរចាំមើលថាលោកហេងអ៊ួងអធិការស្រុកកែវសីមានិងលោកឧត្តមសេនីយ៍តូឡាវសុខាស្នងការខេត្តមណ្ឌលគិរីនឹងធ្វើការស៊ើបអង្កេតនិងបង្ក្រាបទីតាំងសង្វៀនជលមន់និងអាប៉ោងស្ថិតនៅចំណុចចំការកៅស៊ូភូមិឆ្នែងឃុំស្រែខ្ទុំស្រុកកែវសីមាដែរឬទេឬមួយលោកនៅតែបន្តឲ្យក្រុមញៀនល្បែងទាំងនេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តមិនខ្វល់ពីភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង7ចំណុចដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញនោះកន្លងមកសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែក្រើនរំលឹកដល់មន្ត្រីថ្នាក់ក្រោមឲ្យយកចិត្តទុកដាក់ក្នុងការបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាននិងប្រមានដកតំណែងនគរបាលស្នងការនិងអភិបាលរាជធានីខេត្តណាដែលរក្សាទុកល្បែងស៊ីសងមិនព្រមចាត់វិធានការក្នុងការបង្ក្រាបនោះខ្ញុំផៃសុភ័ណ្ឌពី ODP News